អ្នកណាថាខ្ញុំខ្ជិលខ្ញុំមកចេះខ្ជិលទេណាតនេនាំក្មួយនាំពូទៅកន្លែងដើមចេកទៅកន្លែងដើមចេកហ្នឹងសិតតែមានកម្រងបើអត់មានកម្រងធ្វើអីទេមិនទៅកើតទេហ្នឹងម៉ាក់ខ្ញុំគឺគាត់ប្រើមកកាប់ដើមចេកអញ្ចឹងហើយខ្ញុំមកកាប់ដើមចេកមួយទៅបាច់កាប់ស្លឹកចេកណាកាប់ទាំងដើមហ្មងអញ្ចឹងមិនយើងចំណេញបានស្លឹកច្រើនណាកាប់ស្លឹកចេកអូយព្រះហើយព្រះកាប់ស្លឹកចេកឲ្យលំនឹងដើមគេកាប់ទាំងដើមហ្នឹងឲ្យមិនគេយកស្លឹកចេកចាអូលោកម៉ៃពេលក្មេងចាស់អត់មានមើលទេហើយនេះស្លឹកមកកណ្ដោអត់កាន់នេះចាំបើអានេះវាទឹកមកបាយកាប់វាហើយបងប្អូននេះវារត់ដួលអានេះគេហៅថាបំផ្លាញមែនចោលកូនប្រាប់ឲ្យតាកាប់ទាំងដើមមិនចំណេញស្លឹកគេខំកាប់ឲ្យចំណេញឯណាថាឲ្យទៀតរួមតាមម៉ាក់ខ្ញុំសំណាងណាសំណាងបានកូនតូលម្នាក់នេះអាសាហ្មងឲ្យកាប់ស្លឹកទៅកាប់ទាំងដើមអញ្ចឹងមិនចំណេញអញ្ចឹងហើយយើងបានស្លឹកចេកប្រាវឆៃម៉ាក់ខ្ញុំមកលេងលើកទាំងដើមមកអញ្ចឹងហ្មងតាមបាត់ទៅបងប្អូនអរគ្នាខ្ញុំទៅកាប់ដើមចេកហ្នឹងណាដោយសារតែខ្ញុំឃើញដើមវារអលំអញ្ចឹងហើយគឺខ្ញុំកាប់ប្រលំយកតម្រងទៅហើយម៉ាក់ខ្ញុំមកលេងគាត់លើកទាំងដើមយកមកតាមខ្ញុំមកខ្ញុំមកចង់ឲ្យគាត់លើកទាំងដើមមកអញ្ចឹងទេដោយសារតែយើងត្រូវការតែស្លឹកចេកទេហើយម៉ាក់គាត់លើកមកទាំងដើមធ្ងន់មកតណាត់តណៃអញ្ចឹងទៅណាតែយើងកាប់ដើមចេកអស់មួយហើយគឺយើងមកទិញចេកមូលហេតុដោយសារតែថ្ងៃហ្នឹងអ្នកតែខ្ញុំគឺចង់ធ្វើជាមួយនឹងបង្អែមចេកចេកខ្ទិះហ៎បងប្អូនអរគ្នាអញ្ចឹងហើយបានម៉ាក់កងខ្ញុំថ្ងៃហ្នឹងកាប់ដើមចេកអស់មួយហើយមកទិញចេកមកហើយនេះគឺយើងទិញចេកភ្នែកកែបនិងថ្មីអាណាល់ហើយរួចរាល់គឺយើងមកទិញដូងម្ដងហើយដូងនេះគឺយើងកោសថ្មីភ្លាមតែម្ដងណាដោយសារតែផ្ទះអ៊ីអ្នកលក់ចេកមិញហ្នឹងគឺគាត់មានកោសដូងដែរហើយខ្ញុំឃើញត្រឡោកតំណងពេលឥឡូវនេះរើសត្រឡោកមកហ្នឹងដើម្បីយើងយកទៅដាក់ជាមួយនឹងបង្អែមរបស់យើងហ្នឹងឯងតែយើងថ្ងៃហ្នឹងធ្វើបង្អែមចេកខ្ទិះអញ្ចឹងហើយគឺយើងដាក់ជាមួយនឹងត្រឡោកដូងអញ្ចឹងទៅមើលទៅយើងតំណងដែរអញ្ចឹងណាពេលមកដល់ផ្ទះភ្លាមហ្នឹងម៉ាក់គាត់ចាប់ផ្ដើមច្បាច់ជាមួយនឹងចាខ្ទិះដូងដើម្បីយើងយកខ្ទិះដើមអញ្ចឹងទៅរួចមកទៀតគឺម៉ាក់កងខ្ញុំមកបកជាមួយនឹងចេកដោយសារតែថ្ងៃហ្នឹងគឺយើងធ្វើជាមួយនឹងចេកខ្ទិះផ្ទាល់ដែរតែម្ដងស្នាដៃម៉ាក់កងខ្ញុំណាបងប្អូនអរគ្នាចាំមើលថាតំណងមិនតំណងនេះគឺយើងចិត្តជាមួយនឹងចេកចំណិតអញ្ចឹងហើយចំពោះថ្មីអាណានឹងភ្នែកកែបវិញគឺយើងត្រាំទឹកសិននេះខ្ទិះដូងរបស់យើងគឺយើងដាក់ងាស់ឲ្យពុះអញ្ចឹងមកចាំយើងដាក់ជាមួយនឹងកែបនឹងថ្មីអាណាដែលយើងបានត្រាំមិញហ្នឹងគឺយើងដាក់ចូលអញ្ចឹងមកដោយសារតែបង្អែមចេកខ្ទិះគឺយើងត្រូវតែមានពីរមុខនឹងមិនឆ្ងាញ់នេះសូមបញ្ចេញស្នាដៃធ្វើបង្អែមចេកខ្ទិះបន្តិចណាបងប្អូនអរគ្នាយើងដាក់ចូលប្រហែល5នាទី6នាទីអីហ្នឹងល្មមហើយគឺយើងចាប់ដើមចាក់ចេកចូលហើយការចាក់ចេកខ្ញុំលើកនេះគឺខុសពីធម្មតាមនុស្សធម្មតាអីគេដាក់តាមមួយកធុននឹងចូលក៏បានដែរប៉ុន្តែខ្ញុំនៅក្បោក្បាច់ច្រើនណាដឹកដួសពីត្រឡោកដាក់ចូលក្នុងឆ្នាំងទៀតនិយាយទៅកូនតូលធ្វើមិនអត់តែបានផ្លាច់ពីគេអញ្ចឹងអញ្ចឹងមិនគេហៅថាកូនតូលអញ្ចឹងណាបងប្អូនទាំងអស់គ្នាឥឡូវនេះគឺថាបង្អែមចេកខ្ទិះរបស់យើងបានឆ្អិនហើយគឺយើងដាក់ចូលត្រឡោកបែបនេះបានឆ្ងាញ់មិនតំណងណាបងប្អូនបន្ទាប់ពីឆ្អិនហើយរួចរាល់គឺខ្ញុំឲ្យម៉យាយអតារបស់ខ្ញុំគឺគាត់មកពិសាជាមួយនឹងចេកខ្ទិះស្នាដៃចៅស្រីរបស់គាត់ហើយម៉យាយគាត់ប្រាប់ខ្ញុំថាអញ្ចេះលន់ម៉ែហ្នឹងណាចាចឹងគេហៅបុរាណចាប៉ុន្តែកូនចង់សួរម៉ែឯងចេះហើយនឹងអតាណាសួរម៉យាយអតាថាម៉ាយៈនឹងមិនដែរសុខភាពអញ្ចឹងណាតាម៉យាយអូហូបស្អីក៏បានដែរបង្អែមអីបន្លែឆៅអត់មានចុកឆ្អល់អត់មានឈឺស្រួលដេកលេងស្រួលលេងខាតបាត់ជើងអីក៏ស្រួលដូចណាហូបចំណីឆៅក៏កើតទេឥឡូវញ៉ាំបង្អែមកើតទីបង្អែមកើតទីម៉ាយៈម៉ែហូបឆ្នាំហ្នឹងមិនដែរហូបបានមកចប់បន្លែឆៅបង្អែមនំបញ្ចុកកាលមុនអត់ទេចៅយាយកាលមុនហូបអត់កើតហ្មងហូបទៅចិត្តតែឆ្អល់ចុកចាហើយអូតាងហេងរត់តាបកែជាងម៉ែទៀតចាំណែយកមកពិសាបន្ថែមទៀតដើម្បីឲ្យស្រួលខ្លួនដោយសារតែពីមុនណាម៉យាយតារបស់ខ្ញុំគឺគាត់មានបញ្ហាចុកឆ្អល់ណែនក្រហល់កាហាញ៉ាំអាហារអីក៏អត់សូវបានដែរដោយសារតែគាត់មានបញ្ហាចុកឆ្អល់មែនតែម្ដងហើយគាត់ពិបាកក្នុងការគេងតែដោយសារតែឥឡូវគឺគាត់បានពិសាជាមួយនឹងថ្នាំ Activa Well-being Gastric គឺធ្វើឲ្យគាត់ស្រួលខ្លួនហើយគាត់ញ៉ាំអាហារអីក៏បានដែរគាត់អត់មានបញ្ហាចុកឆ្អល់ក្រហល់កាហាយនៅក្នុងពោះទៀតទេហើយនេះគឺជាអតារបស់ខ្ញុំម្នាក់ទៀតគឺគាត់ក៏មានបញ្ហានេះដែរម៉ាក់នេះក៏ហូបអត់កើតរៀងចុកកាពះទៀតចុកកូនបងឯងហូបអត់ចុងអូតាឈឺកាពះបាទប្រាំទីចុងខ្ញុំមិនបាទជាពុកកាពះឥឡូវហូបតាមខ្ញុំទៅបាទហូបមិនគាត់ខ្ញុំណែនេះកាពះឆ្នាំអូចាក់បានឆ្នាំហ្នឹងពីណាមកគាត់អូឆ្នាំណាអូគាត់ចឹងប្រហែលត្រូវខ្ញុំមកប៉កែណាហូប
ចំណៃឆៅក៏បានហូបស្អីក៏បាន ចាពេលណាតែងចុកឆ្អល់រមួលនៅក្នុងពោះប្របាក់គេហ្នឹងអាចហូបជាមួយនឹងថ្នាំនេះបាន ចឹងហ៎ ដោយសារតែតារបស់ខ្ញុំគឺគាត់ក៏មានបញ្ហានេះដែរអញ្ចឹងក៏ខ្ញុំឲ្យគាត់មកញ៉ាំជាមួយនឹងថ្នាំ Activa Wellbeing Gastric ដើម្បីឲ្យគាត់បំបត្តិការចុកឆ្អល់កាហល់កាហាយនៅក្នុងពោះដូចឲ្យតាម៉ាយាយខ្ញុំអញ្ចឹងគាត់ស្រួលញ៉ាំរបស់អីក៏បានដែរអត់មានបញ្ហាចុកឆ្អល់កាហល់កាហាយឬក៏ប្របាក់កេងទៀតទេនេះគឺជាផលិតផលបំពេញសុខភាពពីប្រទេសបារាំងចម្រាញ់ចេញពីរុក្ខជាតិ 100% គឺឈ្មោះ Activa Wellbeing Gastric ពូកែស័ក្តិសិទ្ធិខាងបញ្ហាឈឺក្រពះជួយដល់ការរំលាយអាហារសម្រាប់អ្នកដែលមានរោគសញ្ញាចុកឆ្អល់ណែនកាហល់កាហាយចង្អោរភើជូរពេលញ៉ាំអាហារឬក៏អង្គុយយូរធ្វើតុកេងមិនលក់គឺអស់បារម្ភតែម្ដងអាចមកពិសាជាមួយនឹងផលិតផលបំពេញសុខភាពមកពីប្រទេសបារាំងគឺ Activa Wellbeing Gastric ដោយសារតែផលិតផលនេះគឺមកពីប្រទេសបារាំងតែពួកគាត់ញ៉ាំទៅគឺជួយអស់រាល់បញ្ហាចុកឆ្អល់ក្រហាយហើមពោះទៀតហើយតើបងប្អូនមានការធុញថប់ចុកឆ្អល់និងការចុកក្រហល់ក្រហាយហើមពោះរំលាយអាហារមិនល្អមែនអត់អាចមកពិសាជាមួយនឹង Activa Wellbeing Gastric ជាផលិតផលបំពេញសុខភាពចម្រាញ់ចេញពីរុក្ខជាតិដើម្បីជួយធ្វើឲ្យមានតុល្យភាពអាស៊ីតក្រពះនិងជួយដល់រំលាយអាហារបានយ៉ាងល្អបំផុតផលិតផលបំពេញសុខភាព Activa Wellbeing Gastric អាចរកទិញបានពីឱសថស្ថានធំៗដែលនៅជិតបងប្អូនទាំងអស់គ្នាបានហើយផលិតផលបំពេញសុខភាព Activa Wellbeing Gastric បានចុះបញ្ជីការទទួលស្គាល់ដោយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងបានត្រឹមត្រូវនាំចូលនិងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន Vanta Natural Supplement ហើយខ្ញុំមកពិតជាសប្បាយចិត្តខ្លាំងមែនទែនតែម្ដងពេលដែលអាតាម៉ាយាយរបស់ខ្ញុំមកគាត់បានពិសារបស់អីដែលគាត់ចង់ញ៉ាំហើយអត់ក៏ហល់កាហាយចុកឆ្អល់នៅក្នុងពោះទៀតទេក្នុងនាមជាចៅនេះពិតជាសប្បាយចិត្តខ្លាំងមែនទែនតែម្ដងពេលឃើញអាតាម៉ាយាយមានសុខភាពល្អ